នីតិបុណ្យបំភ្លឺជីវិតសាមគ្គីសូមពុកម៉ែបងប្អូនពូមីងលោកយាយលោកតាអុកញ៉ាឯកបុណ្យសម្ដេចនឹងលោកជំទាវអស់លោកនិងអ្នកនាងកញ្ញាធ្វើបុណ្យបំភ្លឺជីវិតសាមគ្គីទាំងអស់គ្នាជាដំបូងអ៊ំប្រុសអ៊ំស្រីលោកយាយលោកតាសូមប្រលឹងពុកម៉ែយីតាបង្កើតរបស់អ៊ំប្រុសអ៊ំស្រីលោកយាយលោកតាថាអឿនឌឿនបានរកវិធីមិនឲ្យចេះជរានឹងកើតជំងឺទៀតឡើយសូមប្រលឹងពុកម៉ែយីតានឹងប្រលឹងខ្លួនឯងសូមធូរបន្តឹងស្បែកខ្ញុំជារូបរាងកាយនឹងបញ្ចូលកម្លាំងសម្រស់វិញផងឲ្យខ្ញុំផងព្រោះកាលពីខ្ញុំអាយុ30ឆ្នាំសូត្រធម៌បល័យឲ្យស្បែកមុខខ្ញុំសើចទៅមានភ្លីដល់អាយុ40សុខស្កើសូត្រធម៌បល័យឲ្យខ្ញុំហើមសាច់ដូចសាច់ហើមរួចសូត្រធម៌បល័យឲ្យខ្ញុំឲ្យសាច់ខ្ញុំសាច់ស្បែកខ្ញុំស្រកបន្តិចទុកឲ្យហើមបន្តិចរួចថាខ្ញុំចាស់ហើយដល់ខ្ញុំអាយុ7ឬក៏80ឆ្នាំដល់កម្លាំងខ្ញុំហើយធ្វើឲ្យខ្ញុំញាក់ញូររួចហើយបង្គាប់ខ្ញុំដល់ថ្ងៃស្លាប់ហើយមិនដឹងថ្ងៃណាទីរួចហើយបំបាក់ខ្ញុំឲ្យដេកនឹងកន្ទេលដែលមិនរួចក្រោកមិនរួចហើយយូរថ្ងៃទៅក៏សូត្រធម៌បាលីផ្ដាច់ជីវិតខ្ញុំឲ្យស្លាប់បាត់ទៅសពដោយបរិបូរណ៍ខ្ញុំមិនចង់ស្លាប់ដូចពួកលោកយាយលោកតាពូមីងអ៊ំតាមច្បាប់ធម្មជាតិព្រំលិខិតទៀតឡើយខ្ញុំចង់រស់សុខចិត្តធ្វើតាមអឿនឌឿនបានរស់មិនចេះស្លាប់សូមធ្វើឲ្យខ្ញុំផង